បាទអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកធ្វើការបើកប្រអប់ថ្មីបាទគឺ Expo លុចកម្លាំងបុកបាស60វ៉ាត់បាទស៊េរីនេះគឺទឹកតែចេញទេបងប្អូនបាទឥឡូវយើងធ្វើការបើកតែម្ដងទៅពុទ្ធសាសយើងហែកថង់ plastic ហើយបងប្អូនយើងបើកតែម្ដងទៅបងប្អូនចង់ដឹងថានៅក្នុងប្រអប់ហ្នឹងមានអីខ្លះបាទអូខេវាស្អិតតិចថ្មីបងប្អូនបាទទុកប្រអប់ម្ដុំទៅបើកចេញមកគឺ speaker តែម្ដងបងប្អូនបាទគឺមានថង់ស្រោបនៅខាងក្នុងមួយជាន់បាទនេះគឺរូបរាង speaker របស់យើងគឺស្អាតមែនតើបងប្អូនបាទអានេះគឺប្រភេទដូចយើងមើលទៅដូចដែកអញ្ចឹងបងប្អូនបាទគឺស្រោបមកជុំវិញនេះគឺចាំងរលើបរលោងមែនតើបាទអានេះគឺប្រភេទដូចក្រមមេបងប្អូនបាទដូចក្រមមេពណ៌ទឹកប្រាក់បាទអញ្ចឹងស្អាតមែនតើសម្រាប់បងប្អូនដែលចង់បាន model នេះស្អាតណាស់បងប្អូនបាទរូបរាងគឺអែមបាទហើយប្រព័ន្ធរបស់វាវិញគឺអឺប្រើដូចគ្នាបាទសាកថ្ម Type C មានរុន AUX មានកន្លែងដាក់ memory card បាទហើយខាងលើហ្នឹងគឺប៊ូតុងតិចជាងមុនបងប្អូនបាទប៊ូតុងតិចជាងមុនប៊ូតុងបិទបើកបាទប៊ូតុងបិទបើកប៊ូតុង play stop ប៊ូតុង M នេះគឺប៊ូតុងសម្រាប់បងប្អូនចាក់ Bluetooth ផ្ដាច់ Bluetooth ចាក់ចូល memory card បាទហើយបងប្អូនអញ្ចឹងបងប្អូនសួរថាចុះឯណាប៊ូតុងបដូរសលេងបាន3សលេងពេលបងប្អូនបើកអូខេឥឡូវខ្ញុំបើកឲ្យមើលតែម្ដងបាទបើកទៅគឺបែបនេះបងប្អូនបាទហើយប៊ូតុងការ៉ានេះគឺប៊ូតុងបដូរសលេងបងប្អូនចុចមកប៉ឹកអញ្ចឹងទៅគឺបដូរសលេងអូតូហើយបាទសលេងបដូរបាន3សលេងដូចគ្នាហើយឥឡូវយើងទុក speaker មិនតិចទៅបាទក្នុងប្រអប់នេះគឺស្អាតមែនតើបងប្អូន premium ដោយសារបងប្អូនមើលដល់ក្នុងប្រអប់គឺពេលប៉ងទប់ speaker កុំឲ្យមានបញ្ហាបាទគឺល្អមែនតើហើយនេះគឺនៅក្នុងប្រអប់នេះមានខ្សែសាកមានខ្សែ AUX ហើយនិងសភៅណែនាំបងប្អូនបាទនេះខ្សែ AUX បាទនេះគឺខ្សែសាកបាទខ្សែសាក Type C បងប្អូនបាទហើយនឹងសភៅណែនាំមួយបាទសភៅណែនាំបាទការប្រើប្រាស់ហើយមួយទៀតគឺកន្លែងខ្សែធួបាទខ្សែធួហ្នឹងគឺដាក់កន្លែងនេះបងប្អូនបាទនេះ insert ចូលចេះមកហើយHK ដាក់បន្តិចមកបាទគឺមួយអែមតែម្ដងបងប្អូនស្អាតមែនតើហើយតម្លៃរបស់វាត្រឹមតែ$48បងប្អូនបាទ$48ហ្នឹងបងប្អូនអាចរកទិញបាននៅហាង SO Shop បាទ SO Shop ទីតាំងគឺនៅផ្សារសម្បូរមាសនៅខាងចកាដូងតែម្ដងបងប្អូនបាទអាចតំណែងលេខទូរស័ព្ទខាងក្រោមក៏បានដែរបងប្អូនបាទតាក់ទងតាម TikTok ក៏បានតាមរយៈ Telegram ក៏បានដែរបងប្អូនលេខទូរស័ព្ទក៏បានដែរតម្លៃ$48យើង free សេវាដឹកជូនធានាមួយឆ្នាំពីក្រុមហ៊ុនបាទអែមមែនតើបងប្អូនស្អាតរូបរាងគឺ admin ថាស្អាតគឺស្អាតបងប្អូនបើនិយាយពីគុណភាពសលេងវិញគឺអែមតែម្ដងបងប្អូន the best តែម្ដងសលេងបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាចុងវីដេអូខ្ញុំនឹងធ្វើការតេស្តសលេងជូនបងប្អូនទាំងអស់គ្នាបាទអរគុណ